ប្រពៃណីឡើងអ្នកតាដើម្បីសុំទឹកភ្លៀងត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនដោយប្រជាពលរដ្ឋខ្មែរតាមខេត្តនានាតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នពិធីនេះត្រូវបានប្រារព្ធឡើងនៅខែមិថុនាជារៀងរាល់ឆ្នាំនៅមុខខ្ទមអ្នកតាម្ចាស់ស្រុកក្នុងខណៈពេលដែលទឹកភ្លៀងធ្លាក់ពុំគ្រប់គ្រាន់តាមសម័យកាលឬបើកាលណាគោក្របីទទួលរងនៅជំងឺរាតត្បាតគ្រប់ប្រភេទការឡើងអ្នកតានេះគឺជាការរៀបចំសុំទឹកភ្លៀងក្នុងខណៈដែលភ្លៀងធ្លាក់ពុំគ្រប់គ្រាន់តាមរដូវឬប្រសិនបើគោក្របីទទួលរងនៅជំងឺរាតត្បាតគ្រប់ប្រភេទដូចនេះកម្មវត្ថុនៃពិធីឡើងអ្នកតាគឺការសុំទឹកភ្លៀងដើម្បីធ្វើស្រែចម្ការឲ្យទទួលភោគផលនិងសេចក្តីសុខសប្បាយសម្រាប់សត្វគោឬមនុស្សដែលរស់នៅតាមស្រុកភូមិក្នុងការប្រារព្ធពិធីនេះគឺគេមានទំនៀមទម្លាប់ប្រពៃណីដែលបានធ្វើពីជំនាន់មួយទៅជំនាន់មួយរហូតមកទល់នឹងបច្ចុប្បន្នខ្ទមអ្នកតាភាគច្រើនស្ថិតនៅលើដីទួលមួយនៅក្នុងភូមិដែលចាស់ព្រឹទ្ធាចារ្យមានជំនឿថាតាចាស់ស្រុកទាំងនោះមានភារកិច្ចបីបាច់ថែរក្សាកូនចៅព្រោះពួកគេជាបុព្វការីជនដែលបានចែកឋានទៅនៅពេលគេប្រារព្ធពិធីនេះឡើងតាមភូមិម្ដងគេឃើញមានការចូលរួមពីភិក្ខុសង្ឃជិតឆ្ងាយដោយមានការប្រគំបន្តពិធីផងបន្ទាប់ពីនេះក៏មានពិធីសូត្រធម៌លើករាសីហើយមានការប្រគេនចង្ហាន់ក្រោយពីសូត្រធម៌ចប់កិច្ចបង្ហើយពិធីក្នុងករណីខ្លះពុំមានវត្តមានភិក្ខុសង្ឃទេជាពិសេសនៅតំបន់ដាច់ស្រយាលមួយចំនួនដែលនៅឆ្ងាយពីវត្តអារាមនៅពេលដែលប្រឈមនឹងភាពរាំងស្ងួតហួតហែងទឹកក្នុងបឹងត្រពាំងនិងមានសត្វពាហនៈងាប់ច្រើនចាស់នៅក្នុងភូមិអាចប្រដូចដើមរៀបចំពិធីឡើងអ្នកតាផងដែរសរុបសេចក្តីមកពិធីឡើងអ្នកតាគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំសម្រាប់សុំទឹកភ្លៀងនៅរដូវវស្សាធ្លាក់ទៀងទាត់តាមប្រកបពោលគឺឲ្យទាន់រដូវកាលដើម្បីកុំឲ្យសំណាបមានការខូចខាតហើយជីវិតសត្វមនុស្សក៏ជួបនឹងសំណាងល្អដូចនេះពិធីឡើងអ្នកតាជាលក្ខណៈចាំបាច់នៃប្រភពសេចក្តីសុខសេចក្តីសប្បាយក្នុងភូមិស្រុកទាំងធម្មជាតិនិងមនុស្សសត្វម្យ៉ាងវិញទៀតពិធីនេះមិនមែនទើបតែត្រូវបានបង្កើតឡើងក្នុងពេលថ្មីនោះទេក៏ប៉ុន្តែមានតាំងពីយូរលង់ណាស់មកហើយកន្លងមកក៏ដូចជាពេលបច្ចុប្បន្នពិធីឡើងអ្នកតាត្រូវបានប្រារព្ធជានិច្ចកាលយើងខ្លាញ់មកការតាបោះផងយើងទាំងអស់គ្នាក្នុងថ្ងៃយើងថារយយើងការយកចំមកខាងលើតែដល់ពេលពេលទៅក្នុងអាមកយាយទៅពីយ៉ាងបងតាយាយទីតាទៅចូលថតទៅអូយាយបាទសូមអរគុណដល់ពីសំណាក់របស់លោកតាយើងទាំងអស់គ្នាក្នុងការ